បើចង់រស់នៅទីក្រុងលន់ដុនប្រទេសអង់គ្លេសត្រូវរកឲ្យបានប្រមាណនៅក្នុងមួយខែទីក្រុងឡុងពេលដែលយើងឮឈ្មោះនេះមនុស្សជាច្រើននឹងគិតថាជាទីក្រុងធំមានឱកាសច្រើនការងារល្អៗក្រុមហ៊ុនធំៗប្រាក់ខែខ្ពស់ហើយជីវិតមើលទៅមានអនាគតខ្លាំងមនុស្សជាច្រើនសម័យថាបើបានតែធ្វើការនៅទីក្រុងលុនប្រាក់ខែប្រកបជាល្អហើយអាចសន្សំបានច្រើនប៉ុន្តែជីវិតពិតមិនអាចគិតតែពីប្រាក់ខែប៉ុណ្ណោះទេរឿងដែលសំខាន់ជាងគេគឺប្រាក់ខែខ្ពស់មែនតែបន្ទាប់ពីបង់ចំណាយទាំងអស់តើនៅសល់ប៉ុន្មាននៅទីក្រុងឡុងប្រាក់ខែអាចមើលទៅខ្ពស់បើប្រៀបធៀបជាមួយប្រទេសជាច្រើនមានមនុស្សរកបាន3000ទៅ4000ផោនពេលស្ដាប់តែចំនួននេះវាមើលទៅធំខ្លាំងមែនទែនប៉ុន្តែបញ្ហាគឺចំណាយនៅទីនោះក៏ធំដូចគ្នាពេលប្រាក់ខែឡើងថ្លៃរស់នៅក៏ឡើងតាមដូចគ្នាដូច្នេះមនុស្សជាច្រើនមិនមែនរកលុយពិបាកនោះទេប៉ុន្តែគឺពួកគេពិបាកសន្សំព្រោះលុយចេញរាល់ខែគឺច្រើនពេកចំណាយធំជាងគេនៅលន់ដុនគឺថ្លៃជួលផ្ទះបើបងប្អូនរស់នៅកណ្ដាលទីក្រុងឬតំបន់ដែលងាយតែទៅធ្វើការថ្លៃជួលអាចខ្ពស់ខ្លាំងបន្ទប់តូចមួយឬផ្ទះល្វែងតូចមួយអាចចំណាយចាប់ពីប្រហែលជា1500ផោនទៅជាង2000ផោននៅក្នុងមួយខែបើចង់រស់នៅតំបន់ល្អជាងនេះឬផ្ទះធំជាងនេះតម្លៃក៏កើនឡើងកាន់តែខ្លាំងផងដែរសម្រាប់មនុស្សខ្លះថ្លៃជួលផ្ទះអាចជាងពាក់កណ្ដាលនៃប្រាក់ខែរបស់ពួកគេរួចទៅហើយនេះហើយជាមូលហេតុដែលមនុស្សជាច្រើនរស់នៅទីក្រុងលន់ដុនជ្រើសរើសរស់នៅជាមួយនឹងមិត្តភ័ក្តិឬបន្ទប់ជួលរួមគ្នាមិនមែនពួកគេចង់រស់នៅកន្លែងតូចឬគ្មានភាពឯកជននោះទេប៉ុន្តែពួកគេចង់កាត់បន្ថយចំណាយព្រោះបើជួលផ្ទះម្នាក់ឯងចំណែកអាចខ្ពស់ដល់ថ្នាក់សន្សំលុយស្ទើរតែមិនបានបន្ទាប់ពីថ្លៃជួលផ្ទះគឺថ្លៃធ្វើដំណើរទីក្រុងលន់ដុនមានរថភ្លើងក្រោមដីមានឡានក្រុងនិងមធ្យោបាយធ្វើដំណើរសាធារណៈងាយស្រួលជាច្រើនប៉ុន្តែងាយស្រួលមិនមែនមានន័យថាថោកទេមនុស្សដែលត្រូវធ្វើដំណើរទៅធ្វើការរាល់ថ្ងៃអាចចំណាយរាប់រយផោនក្នុងមួយខែសម្រាប់ការធ្វើដំណើរបើរស់នៅឆ្ងាយពីកណ្ដាលទីក្រុងថ្លៃជួលអាចថោកជាងប៉ុន្តែថ្លៃធ្វើដំណើរនិងពេលវេលាធ្វើដំណើរអាចកើនឡើងវិញដូច្នេះមនុស្សជាច្រើនត្រូវជ្រើសរើសរវាងផ្ទះថ្លៃជិតកន្លែងធ្វើការនិងផ្ទះថោកប៉ុន្តែចំណាយពេលធ្វើដំណើរយូរថ្លៃអាហារក៏មិនណយដែរបើចម្អិនអាហារខ្លួនឯងចំណាយយើងអាចគ្រប់គ្រងបានប៉ុន្តែបើចេញញ៉ាំក្រៅញឹកញាប់ឬទិញអាហារស្រាប់រាល់ថ្ងៃលុយគឺចេញអស់លឿនអាហារថ្ងៃត្រង់មួយពេលកាហ្វេមួយកែវឬអាហារពេលល្ងាចជាមួយមិត្តភ័ក្តិមើលទៅតិចតួចប៉ុន្តែបើធ្វើឡើងរាល់ថ្ងៃរាល់សប្តាហ៍វាអាចក្លាយជាចំណាយមួយដ៏ធំមនុស្សជាច្រើនមិនដឹងខ្លួនទេថាលុយរបស់ពួកគេចេញតាមចំណាយតូចៗទាំងនេះក្រៅពីនេះក៏នៅមានថ្លៃទឹកភ្លើងថ្លៃកម្ដៅថ្លៃអ៊ីនធឺណិតថ្លៃទូរស័ព្ទថ្លៃពន្ធក្នុងតំបន់ថ្លៃសេវាធានារ៉ាប់រងនិងចំណាយផ្ទាល់ខ្លួនផ្សេងៗទៀតពេលដែលយើងយកវាមកបូកបញ្ចូលគ្នាចំណាយទាំងនេះអាចធ្វើឲ្យប្រាក់ខែខ្ពស់មើលទៅមិនខ្ពស់ដូចអ្វីដែលយើងគិតនោះទេមនុស្សម្នាក់អាចរកបានច្រើនប៉ុន្តែបន្ទាប់ពីបង់ថ្លៃជួលថ្លៃធ្វើដំណើរថ្លៃអាហារនិងវិក័យប័ត្រផ្សេងៗលុយនៅសល់អាចតិចជាងអ្វីដែលពួកគេរំពឹងទុកមានចំណុចមួយទៀតដែលមនុស្សមិនសូវនិយាយគឺសម្ពាធសង្គមរស់នៅក្នុងទីក្រុងធំមនុស្សជុំវិញខ្លួនអាចមានរបៀបរស់នៅខ្ពស់គេចេញញ៉ាំខាងក្រៅគេទៅហាងកាហ្វេស្អាតៗគេទិញសម្លៀកបំពាក់ល្អៗគេទៅដើរលេងចុងសប្តាហ៍បើយើងមិនប្រយ័ត្នឡើងអារម្មណ៍តាមពួកគេចាប់ផ្ដើមចំណាយដើម្បីតាមទាន់បរិយាកាសជុំវិញខ្លួនដឹងតែហូបមីចុងខែហើយនេះជាមេរៀនដ៏សំខាន់មួយប្រាក់ខែខ្ពស់មិនមែនមានន័យថាយើងមានសេរីភាពហិរញ្ញវត្ថុនោះទេសេរីភាពហិរញ្ញវត្ថុមិនមែនមើលតែចំណូលចូលទេតែយើងត្រូវមើលថាតើលុយនៅសល់ក្រោយចំណាយប៉ុន្មានបើរកបានច្រើនប៉ុន្តែចាយក៏ច្រើនយើងក៏នៅតែអាចមានអារម្មណ៍ថាលុយមិនគ្រប់បើរកបានមធ្យមប៉ុន្តែចេះគ្រប់គ្រងចំណាយយើងអាចសន្សំបានល្អជាងមនុស្សដែលមានប្រាក់ខែខ្ពស់ក៏ថាបាន